ថ្ងៃនេះខ្ញុំនឹងទៅណាត់មនុស្ស5នាក់ទៅបាយមួយពេលជាមួយខ្ញុំនៅ4ឆ្នាំក្រោយប៉ុន្តែមុននឹងចូលដល់ហ្នឹងខ្ញុំសូមចូលសាច់រឿងខ្ញុំបន្តិចសិនគឺសាច់រឿងមិនបានខ្ញុំចេះធ្វើវីដេអូបែបធ្វើភ្លេងហ្នឹងហើយមូលហេតុអីខ្ញុំបន្តដល់ថ្ងៃហ្នឹងគឺដោយសារទូរស័ព្ទ13 Pro Max មួយគ្រឿងនេះធ្វើខ្ញុំចេះដល់ថ្ងៃព្រោះអីខ្ញុំតើតែមានសម្ពាធសង្កត់ខ្ញុំទៅខ្ញុំខំប្រឹងដំបូងឡើងខ្ញុំអត់មានអីថតខ្ញុំអត់មានអីកាត់ទេគឺខ្ញុំសម្រេចចិត្តទៅទិញទូរស័ព្ទមួយដើម្បីថតរូបកាត់វីដេអូថតវីដេអូទូរស័ព្ទមួយគ្រឿង$2000វាថ្លៃពេកអញ្ចឹងខ្ញុំត្រូវតែប្រើឲ្យវាអស់ពីសមត្ថភាពរបស់ទូរស័ព្ទមួយហ្នឹងគ្រប់វិនាទីគឺខ្ញុំថតការធ្វើភ្លេងរបស់ខ្ញុំរហូតតែឆ្ងល់ខ្លួនឯងដែរហ៊ានសេដ្ឋកិច្ចពាណិជ្ជសាស្ត្រចុងក្រោយ end up មកធ្វើសិល្បៈសួរថាវាជាកំហុសយើងអត់អ្វីគ្រប់យ៉ាងគឺវាមានការតាក់ទងគ្នាអញ្ចឹងណាធ្វើសិល្បៈធ្វើដល់ចំណុចមួយត្រូវការតាក់ទងមួយភ្ញៀវ agency ណាមួយគឺត្រូវការនិយាយគ្នារឿង business អញ្ចឹងបើសិនជាយើងអត់ចេះ business យើងនិយាយគ្នាវាអត់ចូលវាទៅជាអត់យល់គោលបំណងគ្នាទៅវិញទៅមកកន្លែងហ្នឹងឯងដែលសិល្បៈ connect ជាមួយនឹងសេដ្ឋកិច្ច business ដែលខ្ញុំរៀនហ្នឹងអញ្ចឹងវាអត់ខុស everything គឺ connected ព្រោះអីការងារមួយកើតឡើងបានគឺត្រូវការសហការគ្នាទំនាក់ទំនងគ្នាខ្លាំងណាស់មូលដ្ឋានគ្រឹះវាសំខាន់អីក៏ដោយ music ក៏ដោយដើម្បីឲ្យពេលដែលយើងធ្វើដល់ចំណុចធំមួយអញ្ចឹងទៅគ្រឹះវាអាខាងក្រោមវាមាំកន្លែងមកមើលបទពិសោធន៍ខ្ញុំវិញនិយាយទៅជីវិតខ្ញុំមួយយ៉ាងដែរបន្ថយរហូតចង់និយាយចំណុចទី1ដែលខ្ញុំឆ្លប់ប្រចាំងពីខ្លួនឯងនៅពេលហ្នឹងអញ្ចឹងណាយើងអាចចាំបាច់ត្រូវដឹង 100% ថាយើងរៀនអីក្តីសម័យអីហើយបានចូលទៅសាលាឯងតាមពិតយើងទៅសាលាគឺយើងទៅ explore ទៅរកខ្លួនព្រោះអីលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់នៅក្បែរយើងហ្នឹងគឺគាត់ជួយឲ្យយើងទៅរកក្តីសម័យឬក៏អ្វីដែលយើងស្រឡាញ់ហ្នឹងហើយបើយើងចាំវាអត់មកទេតោះយើងទៅរកវាដល់ចំណុចទី2គឺនៅពេលដែលយើងរកឃើញថាយើងចង់ធ្វើអីត្រូវដឹងថាមូលហេតុអីបានយើងធ្វើវាសិនមុននឹងទៅរកវិធីធ្វើវាឲ្យបានល្អប៉ុន្តែសូមបើកវងកញ្ចក់តិចនេះគឺជាសាច់រឿងខ្ញុំឯណាបើគិតថាត្រូវយកទៅបើសិនជាអត់ត្រូវទេគិតថាឆ្កងបោះវាចោលទៅ it's okay ហើយចំណុចទី3អ្នកនរគ្នាសំខាន់ដែរចំពោះខ្ញុំគឺ love what you do to do what you love អ្នកនរគ្នាអាចយកឃ្លីហ្នឹងទៅគិត 2-3 នាទីមើលអញ្ចឹងសួរថាបើធ្វើឲ្យអត់ជោគជ័យបង្កើតកំហុសមិនចប់វាជាការមើលឃើញនៃជ្រុងមួយទេបើយើងមើលកំហុសចាត់ទុកកំហុសគឺជារបស់មួយឬក៏អ្វីមួយដែលគួរឲ្យខ្លាចយើងនឹងឃើញផ្លូវដើររបស់យើងតិចតែបើយើងបដូរជ្រុងទៅមើលវិញអូតាមពិតបញ្ហាដែលកើតឡើងនៅក្នុងជីវិតយើងហ្នឹងគឺគេចង់បរៀនឲ្យយើងចេះដោះស្រាយតាអញ្ចឹងយើងសាកចាត់ទុកគាត់គឺជាគ្រូរបស់យើងហើយអរគុណគាត់ដែលផ្ដល់មេរៀនមួយហ្នឹងឲ្យយើងចាំមើលថាមានរឿងអីកើតឡើងចាំណាអ្នកនរគ្នាបញ្ហាមករកតែអ្នកខ្លាំងទេតោះឥឡូវយើងទៅណាត់សិស្សបងប្អូនញ៉ាំបាយជួយបងប្អូនអរគ្នាណាគេចង់ញ៉ាំបាយថ្ងៃមួយខ្ញុំដីសម័យណាជាអីមានច្រើនតែរងថ្ងៃកំពុងតែធ្វើវាបន្តិចម្ដងតើជាអ្វីណែ digital marketing ហើយចង់ខ្លាចជា creator ដែរខ្ញុំចង់ខ្លាចជាអ្នកគ្រប់គ្រង website នៅក្នុងប្រទេសចង់ធ្វើគ្រូអីគេគ្រូបង្រៀនអ្វីអក្សរសាស្ត្រខ្មែរ Cyber Security ចង់ធ្វើអ្វី មេធាវីចាអញ្ចឹងអូនថ្ងៃរៀនអីគេរៀនច្បាប់ IT អក្សរសាស្ត្រខ្មែរ Computer Science digital marketing ហ្នឹងបងជឿជាក់អត់ថាខ្លួនឯង4ឆ្នាំក្រោយនឹងបានធ្វើអាហ្នឹងជឿជាក់បងបងចាំមើលណៃដូចគ្នាផ្ដិតមេដៃមួយ4ឆ្នាំក្រោយញ៉ាំបាយមួយគ្នាបងប្រុសមិនណាបានហ្នឹងកូនប្រុសមិនណាបានហ្នឹងហើយអ្នកនរគ្នាជួយចាំពួកគាត់ឈ្មោះកនិកាលីដាមនីសវណ្ណរិទ្ធអារុតនិងសម្បត្តិខ្ញុំពិតជាកោតសរសើរពួកគាត់មែនទែនទើបតែឆ្នាំទី1ប៉ុន្តែច្បាស់ពីគោលដៅខ្លួនឯងហើយពួកគាត់គឺជានិស្សិតមកពីសាកលវិទ្យាល័យឯកទេសកម្ពុជា CUS ដែលមានមហាវិទ្យាល័យនិងឯកទេសជាច្រើនដែលមានចាប់ពីថ្នាក់បញ្ញាបត្ររងបញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតអ្នកនរគ្នាក៏អាចទៅសាកសួរព័ត៌មានបន្ថែមនៅគ្រប់សាខារបស់សាកលវិទ្យាល័យ CUS សម្រាប់សិស្សប្អូនដែលកំពុងតែរកសាកលដើម្បីចូលរៀនឥឡូវហ្នឹងគឺឱកាសល្អហ្មងទៅចុះឈ្មោះនៅទីតាំងផ្ទាល់ឬក៏នៅតាមសាខាអ្នកនរគ្នានឹងមានឱកាសទទួលបាន laptop មួយភ្លាមព្រមទាំងមានឱកាសទទួលបានអាហារូបករណ៍ពិសេសទៀតអញ្ចឹងនៅចាំតែអីទៀតប្រញាប់ទៅចុះឈ្មោះឥឡូវ